ផ្ដើមពីសាច់រឿងរបស់យើងដំបូងយើងឃើញថាមានមនុស្សជាច្រើនកំពុងតែចំរំទៅកាន់នារីម្នាក់ហើយក៏មានមនុស្សម្នាក់ទៀតដែលគាត់គឺពីការជើងក៏បានសួរទៅកាន់នារីម្នាក់ទៀតថាតើពួកយើងនឹងគឺអនុញ្ញាតឲ្យព្រះនាងគឺចាក់ចេញទៅដោយបែបនេះមែនប៉ុន្តែម្នាក់ស្រីនោះក៏បានលើកឡើងនិយាយផងដែរថានោះគឺជាជំរឿនរបស់ព្រះនាងពួកគេសង្ឃឹមថាព្រះនាងនឹងរកពិភពថ្មីមួយដោយខ្លួនឯងបន្តមកសាច់រឿងក៏កម្មមកកន្លែងវិធីបុណ្យមួយកន្លែងឯនេះវិញយើងឃើញថាបរិមម្នាក់កំពុងតែអោបទៅកាន់បងប្អូនរបស់ពួកគេទាំងពីរនាក់នោះនឹងនិយាយបដិញ្ញាចិត្តថាគាត់នឹងមើលថែទៅកាន់ពួកឯងឲ្យបានដិតដល់ហើយវិធីបុណ្យមួយនោះគឺជាវិធីបុណ្យម្ដាយរបស់ពួកគេនឹងឯងបន្តមកសាច់រឿងក៏កម្មមកដល់ពេលព្រឹកយើងឃើញថាទូប្រុសយើងកំពុងតែភ្ញាក់ពីដំណេកហើយគាត់ក៏មានឈ្មោះថាគូហ្គាបន្ទាប់ពីភ្ញាក់ពីដំណេកហើយគាត់ក៏បានសម្វាតទៅរកកិច្ចការរបស់គាត់ដែលគាត់មិនទាន់បានបំពេញនោះដោយសារតែកិច្ចការរបស់គាត់ត្រូវតែកំណត់នៅថ្ងៃស្អែកគូហ្គារបស់យើងមិនត្រឹមតែរស់នៅតែម្នាក់ឯងនោះទេគឺគាត់រស់នៅជាមួយនឹងបងប្អូនជីដូនរបស់គាត់បន្តមកបងប្អូនស្រីរបស់គាត់ក៏បានយកអាហារពេលព្រឹកឲ្យទៅកាន់គូហ្គាចំណែកគូហ្គានៅវិញកំពុងតែសពេចសពលនឹងការងាររបស់គាត់នឹងឯងរីឯបងប្អូនរបស់គូហ្គានៅវិញនៅពេលដែលឃើញទូប្រុសយើងកំពុងតែសពេចសពលនឹងការងារអញ្ចឹងគឺពួកគេមានការប្រួយបារម្ភមែនទែនក៏ប៉ុន្តែគូហ្គាក៏បានបង្ហាញផងដែរថាគាត់មិនអីនោះទេជាពិសេសគាត់ក៏បានសន្យាទៅកាន់បងប្អូនស្រីរបស់គាត់ផងដែរថានៅពេលដែលប្រាក់ខែបានបើគាត់នឹងជូនឯងទៅញ៉ាំសាច់អាំងហើយតាំងការទៅទូប្រុសយើងនៅពេលដែលបាត់បង់ម្ដាយហើយនោះការងារទាំងអស់គឺគាត់ត្រូវតែរឹបរងតែម្នាក់ឯងគាត់គឺបានចាប់អាជីពធ្វើជាអ្នកគូមេងហ្គានឹងឯងមិនត្រឹមតែគូរូបគំនូមេងហ្គានោះទេគឺគាត់ជាអ្នកនិពន្ធទៀតផងដើម្បីទទួលបានថវិកាក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃជាពិសេសគាត់នឹងខំប្រឹងដើម្បីឲ្យបងប្អូនរបស់គេនឹងគឺរៀនចប់មហាវិទ្យាល័យក៏ប៉ុន្តែនៅពេលបច្ចុប្បន្នបងប្អូនរបស់ពួកគាត់នឹងគឺកំពុងតែរៀននៅបឋមសិក្សានៅឡើយទេប៉ុន្តែជាសំណាងល្អម្ដាយរបស់គាត់ក៏បានបន្សល់ផ្ទះនិងដីមួយចំនួនឲ្យមកកាន់គាត់ផងដែរក្នុងការរស់នៅដូច្នេះហើយការចំណាយថវិកាគឺវាមិនសូវអស់ផងដែរគណៈពេលនោះក៏ស្រាប់តែមាននរណាម្នាក់ក៏បានខំមកកាន់គាត់និងប្រាប់ថាទូប្រុសយើងគឺបានទទួលជំនួយការហើយគ្រាន់តែលើកប៉ុណ្នេះហើយទូប្រុសយើងគឺសប្បាយចិត្តជាខ្លាំងមិនត្រឹមតែប៉ុណ្ណោះនោះទេសូម្បីតែបងប្អូនរបស់គាត់ក៏បានសប្បាយចិត្តជំនួសបន្ទាប់មកបងប្អូនរបស់គូហ្គាក៏បានយកចង្កឹបផ្សងសំណាងថាទូប្រុសយើងគឺបានសំណាងអ្វីខ្លះអ្វីដែលទទួលបាននោះគឺឈឺកើតដែលអត់មានពណ៌សូម្បីតែសរសេរសំណាងហ្នឹងគឺអត់មានផងដែរបន្ទាប់មកសាច់រឿងក៏កម្មម្ដងនៅពេលដែលបងប្អូនរបស់គាត់កំពុងតែធ្វើដំណើរដើម្បីទៅសាលារៀនហើយពួកគេកំពុងតែនិយាយគ្នាអំពីការស្រង់សំណាងរបស់ទូប្រុសរបស់យើងនឹងឯងចំណែកគូហ្គាគាត់កំពុងតែរត់ហើយក៏បានគិតពីពាក្យសម្ដីរបស់មេរបស់គាត់ក៏បានប្រាប់ថាជំនួយការរបស់ឯងគឺជាមនុស្សស្រីក៏ប៉ុន្តែគេអត់ស្គាល់ពីតំបន់នៅទីនេះនោះទេដូច្នេះហើយសូមឯងទៅយកនាងផងការធ្វើដំណើររបស់គាត់មិនយូរប្រហែលគាត់ក៏បានជួបប្រទះនឹងនារីម្នាក់នោះតែម្ដងហើយនារីម្នាក់នោះគឺជានារីដែលផ្ដើមពីសាច់រឿងរបស់យើងដំបូងនឹងឯងនៅពេលដែលនាងងាកមករកទូប្រុសរបស់យើងនោះធ្វើឲ្យទូប្រុសយើងកំពុងតែញាប់ញ័រតែម្ដងដោយសារតែនាងគឺមានសម្រស់ស្អាតខ្លាំងណាស់បន្ទាប់មកគូហ្គាក៏បានទៅរាក់ទាក់ទៅកាន់នាងនិងសួរថានាងគឺជាជំនួយការរបស់គាត់មែនហើយគូហ្គាក៏បានណែនាំឈ្មោះរបស់គាត់ដើម្បីឲ្យនាងបានស្គាល់ហើយនារីម្នាក់នោះនៅពេលដែលទូប្រុសរបស់យើងគឺបានរាក់ទាក់បែបនេះនាងក៏បានរាក់ទាក់ទៅកាន់គាត់វិញនិងណែនាំឈ្មោះរបស់នាងដែលនាងគឺមានឈ្មោះថាឈីអូរីក៏បានបន្តទៀតថាទូប្រុសរបស់យើងនឹងគឺជាអ្នកនិពន្ធរឿងមែនហើយគូហ្គាក៏បានឆ្លើយថាយ៉េសនឹងឯងក៏ប៉ុន្តែគាត់ក៏បានសុំឲ្យនាងគឺលាក់បាំងផងដោយសារតែគាត់មិនចង់ឲ្យអ្នកណាគេដឹងថាគាត់ជាអ្នកនិពន្ធនោះឡើយបន្តមកទូប្រុសយើងក៏បាននាំនាងដើម្បីមកកន្លែងបន្ទប់ការងាររបស់ពួកគេហើយគូហ្គាក៏បានសុំទោសទៅកាន់នាងដែលគាត់គឺបាននាំនាងមកបន្ទប់ដើម្បីធ្វើការបែបនេះមូលហេតុដោយសារតែគាត់ប្រញាប់ការងារខ្លាំងពេកបញ្ចប់កិច្ចការរបស់គាត់បន្តមកទូប្រុសយើងក៏បានឲ្យសិលឹកកិច្ចការដើម្បីឲ្យនាងគូបន្ថែមគូហ្គាក៏បានប្រាប់ទៅកាន់នាងថាឲ្យផ្លាស់សម្លៀកបំពាក់ទៅមិនអីនោះទេចាំតិចទៀតមកធ្វើការក៏បានដែរចំណែកឈីអូរីនៅវិញនាងគឺមិនថាអីនោះទេគាត់ថាអាចធ្វើការបានតែមិនអីទេទូប្រុសយើងក៏បានយកកៅអៅរបស់គាត់ដើម្បីឲ្យនាងខ្ចីដោយគាត់ក៏មិនចង់ឲ្យកៅអៅរបស់នាងគឺប្រឡាក់ទេដោយសារតែកៅអៅរបស់នាងគឺមានតម្លៃថ្លៃខ្លាំងណាស់ក្រោយពីការស្លៀកពាក់ឲ្យនោះឈីអូរីនៅតែបន្តកិច្ចការរបស់ទូប្រុសរបស់យើងដដែលនៅពេលដែលឈីអូរីក៏បានធ្វើចប់គូហ្គាក៏បានយកមកមើលក៏ស្រាប់តែគឺភ្ញាក់ផ្អើលតែម្ដងនិងសួរទៅកាន់នាងផងដែរថាតើនាងគឺរៀនគំនូរមកពីណាឈីអូរីក៏បានប្រាប់ទៅកាន់ទូប្រុសរបស់យើងថាគាត់ទៅតែលើកទី1ទេក្នុងការគូររូបមូលហេតុដែលនាងគឺចេះស្ទាត់បែបនេះដោយសារតែនាងគឺបានមើលសភៅមួយនេះគូហ្គាគាត់គឺភ្ញាក់ផ្អើលតែម្ដងដោយសារតែឃើញសភៅមួយនេះគឺជាសភៅដែលគាត់បាននិពន្ធនឹងឯងចំណែកឈីអូរីក៏បានសុំកិច្ចការបន្ថែមទៀតក្នុងការធ្វើអញ្ចឹងហើយគូហ្គាក៏បានយកកិច្ចការមួយឲ្យទៅកាន់នាងនិងប្រាប់ផងដែរថាឲ្យផាត់ color និងពណ៌សក់និយាយស្រួលទៅឈីអូរីគឺមានទេពកោសល្យមែនទែននាងគឺធ្វើតែមួយផ្លែនោះទេគឺហើយតែម្ដងចំណែកគូហ្គាគឺសរសើរទៅកាន់នាងគឺមិនដាច់ពីមាត់នោះទេអំពីការគូរបស់នាងជាពិសេសនោះគឺនាងធ្វើការលឿនខ្លាំងណាស់គឺប្រហែលបងប្អូនរបស់គាត់ក៏បានចេញពីសាលារៀននៅពេលដែលបើកទ្វារចូលនោះក៏ភ្ញាក់ផ្អើលតែម្ដងដោយសារតែឃើញនារីដែលជាជំនួយការរបស់ទូប្រុសរបស់យើងនឹងគឺស្អាតខ្លាំងណាស់អញ្ចឹងហើយនាងក៏បានសួរទៅកាន់នាងថាតើនាងគឺជាព្រះនាងមែនឈីអូរីនៅពេលទៅលើបែបនេះគឺនាងបដិសេធតែម្ដងថាមិនមែននោះទេបន្តមកបងស្រីរបស់ទូប្រុសរបស់យើងនឹងក៏បានស្ដីឲ្យទៅកាន់ទូប្រុសរបស់យើងថាហេតុអ្វីបានជាមិនណែនាំទៅកាន់បន្ទប់គេងរបស់នាងអញ្ចឹងហើយបងឯងហៅនាងមកភ្លាមគឺធ្វើការហ្មងអីអត់ហៅឲ្យនាងគឺទៅសម្រាប់អីទេអីបន្តមកបងរបស់គូហ្គាទាំងពីរក៏បានណែនាំអំពីផ្ទះនៅទីនេះថាផ្ទះនៅទីនេះគេអាចនិយាយបានថាគឺជាផ្ទះល្វែងសង្គម
ពីព្រោះនៅទីនេះគឺមានបងប្អូនជាច្រើនបានរស់នៅជាមួយគ្នាក៏ប៉ុន្តែគឺបន្ទប់ផ្សេងគ្នានេះក៏មានបងប្អូនជីដូនមួយផងដែរដែលគាត់គឺមានឈ្មោះថា Chibi បន្តមកទៀតអ្នកតាពីក៏បានមកណែនាំកន្លែងធ្វើម្ហូបនិងបង្ហាញបន្ទប់កន្លែងដែល Chiori គឺត្រូវតែសម្រាកសាច់រឿងក៏កម្មមកដល់នៅពេលអាហារពេលល្ងាចទូប្រុសយើងក៏បានសួរទៅកាន់ប្អូនស្រីរបស់គាត់តើ Chiori គឺទៅណាហើយមិនក៏មិនញ៉ាំអាហារពេលល្ងាចជាមួយគ្នាប្អូនរបស់ Kuga ក៏បានប្រាប់ផងដែរថានាងគឺមិនញ៉ាំអាហារជាមួយពួកគេនោះទេគឺនាងបានយកអាហារញ៉ាំទៅក្នុងបន្ទប់របស់នាងជាពិសេសបងប្អូនរបស់គាត់ក៏បានគិតថាប្រហែលជានាងគឺមានមាត់ពីក្រោយឬក៏ជាវិញ្ញាណកញ្ជ្រោងយ៉ាំហ្មងក្មេងៗមើលរឿង Hollywood ច្រើនពេកតមកសាច់រឿងក៏កាន់នៅពេលយប់យល់ឃើញថាពួកគេនៅតែបន្តកិច្ចការរបស់ពួកគេដដែល Chiori នៅពេលទូប្រុសយើងគឺរៀងស្ងាត់អញ្ចឹងនាងក៏បានចាក់ទឹកតែដើម្បីឲ្យគាត់គណៈពេលនោះប្អូនរបស់ Kuga ក៏បានបង្ហាញខ្លួនថាពេលនេះអត់ទាន់គេទៀតមែន Chiori ក៏បាននិយាយផងដែរថានៅសល់កិច្ចការមួយចំនួនដែលត្រូវបំពេញដូច្នេះហើយពួកគេត្រូវតែរៀងដាច់យប់តិចហើយប្អូនរបស់ Kuga នៅពេលចាក់ចេញទៅហ្នឹងនាងក៏បានបកមកនិយាយផងដែរថា Kuga មិនមែនជាមនុស្សដែលអាក្រក់អីនោះទេគាត់គឺជាមនុស្សល្អខ្លាំងណាស់មូលហេតុដែលគាត់ប្រឹងប្រែងក្នុងការងារបែបនេះដោយសារតែពួកគេនឹងឯងព្រោះម៉ាក់របស់គាត់ត្រូវបានបាត់បង់ជីវិតដូច្នេះហើយការងារទាំងអស់ត្រូវតែទូប្រុសយើងគឺជាអ្នករ៉ាប់រងក្រោយពីការនិយាយចប់ហើយនោះនាងក៏បានសុំ Chiori ដើម្បីត្រឡប់ទៅគេងវិញបន្តមក Chiori ក៏បានយកទឹកតែឲ្យទៅកាន់ទូប្រុសយើងដើម្បីឲ្យគាត់ញ៉ាំ Kuga នៅពេលដែលឃើញនាងចាក់ទឹកតែឲ្យគាត់អញ្ចឹងគាត់ក៏បានអរគុណបន្តមក Chiori ក៏បានទៅប្រតិបត្តិការក្នុងការគូររូបបន្ថែមរបស់គាត់ទៀតហើយទូប្រុសរបស់យើងនៅវិញក៏បានសួរនាំនាងថានាងគឺមានប្រវត្តិមកពីណាហើយអ្វីបានជានាងមានជំនាញក្នុងការគូររូបបែបនេះអញ្ចឹងហើយ Chiori ក៏ចាប់ផ្ដើមនិយាយប្រាប់តែម្ដងថាកាលពីនាងនៅក្មេងនោះនាងគឺតែងតែលោកយាយរបស់នាងឲ្យនាងអានសៀវភៅជានិច្ចលោកយាយរបស់គាត់ក៏បានបង្រៀនអក្សរជាច្រើនថែមទាំងគូគំនូរទៀតផងអ្វីដែលកាន់តែពិបាកនោះគឺនាងមិនងាយចេញពីបន្ទប់នោះឡើយចំណែក Kuga នៅវិញនៅពេលដែលលើបែបនេះហើយគាត់គឺភ្ញាក់ផ្អើលតែម្ដងហើយការនិយាយគ្នាលេងអំបញ្ញនេះក៏ធ្វើឲ្យកិច្ចការរបស់ពួកគេក៏បានរួចរាល់ផងដែរអញ្ចឹងហើយធ្វើឲ្យពួកគេគឺមិនបាននៅយប់ជ្រៅនោះទេថ្ងៃនេះដូច្នេះហើយពួកគេត្រូវបានចូលសម្រាកបន្តមកសាច់រឿងក៏កាត់នៅដល់ពេលទីភ្លឺ Chiori ក៏បានដាស់ទៅកាន់ Kuga ដើម្បីធ្វើកិច្ចការបន្តទៀតអញ្ចឹងហើយពួកគេត្រូវតែប្រតិបត្តិការក្នុងការគូររូបបន្តទៀតនៅពេលទីភ្លឺនោះ Chiori នៅពេលដែលធ្វើឲ្យនោះនាងក៏បានឲ្យទៅកាន់ទូប្រុសរបស់យើងណៃ Kuga នៅវិញនៅពេលដែលឃើញនាងគឺធ្វើលឿនបែបនេះគាត់ក៏ចង់ឲ្យនាងសម្រាកខ្លះដែរក៏ប៉ុន្តែ Chiori គឺមិនព្រមនោះទេគឺនាងនៅតែចង់បន្តគណៈពេលទូប្រុសយើងកំពុងតែមើលសន្លឹកកិច្ចការនោះក៏ស្រាប់តែគាត់ភ្ញាក់ផ្អើលតែម្ដងដោយសារតែវាបាត់មួយសន្លឹកបាត់ទៅហើយជាពិសេសថ្ងៃស្អែកគឺជាថ្ងៃដែលគេកំណត់យកហើយអញ្ចឹងហើយទូប្រុសយើងគឺបានរួចរះក្នុងការរកกระดาษមួយនោះនៅទីបំផុតគាត់ក៏បានរកឃើញក៏ប៉ុន្តែกระดาษមួយនោះក៏មិនទាន់បានហើយផងដែរចំណែក Chiori នៅពេលដែលឃើញបែបហ្នឹងហើយនាងក៏ចង់បន្តទៀតដែរចំណែកទូប្រុសរបស់យើងក៏បាននឹកឃើញពីអតីតកាលរបស់គាត់ដែលគាត់បានសន្យាជាមួយនឹងប្អូនស្រីរបស់គាត់រីឯ Chiori នៅវិញក៏បានសួរទៅកាន់ទូប្រុសរបស់យើងថាត្រូវការជំនួយដែរឬទេគឺនាងស្ម័គ្រចិត្តនៅចាំជួយទូប្រុសយើងគឺដល់ទីបញ្ចប់ដំបូងឡើយទូប្រុសយើងគឺមិនចង់ឲ្យនាងគឺមកពិបាកជាមួយគាត់នោះទេក៏ប៉ុន្តែដោយសារតែនាងគឺទទូចសុំអញ្ចឹងគាត់ក៏បានយល់ព្រមអញ្ចឹងហើយនាងទៅក៏បានបន្តកិច្ចការរបស់ពួកគេបន្តទៀតទៅបន្តមកសាច់រឿងក៏កម្មមកដល់ពេលព្រឹកគឺថាកិច្ចការរបស់ពួកគេក៏បានរួចរាល់ហើយក៏ប៉ុន្តែពួកគេគឺងងុយគេនឹងឯងចំណែក Chiori ក៏បានសុំគេងដោយសារតែនាងគឺអស់កម្លាំងហើយឯទូប្រុសយើងកំពុងតែរៀបចំដើម្បីយកกระดาษឲ្យទៅកាន់មេរបស់គាត់ក៏ប៉ុន្តែគាត់ក៏ស្រាប់តែដួលនៅពេលគាត់ភ្ញាក់ដឹងខ្លួនឡើងវិញនោះគាត់ក៏បានសម្លឹងមើលទៅកាន់ទូស្រីរបស់យើងក៏ប៉ុន្តែគាត់ក៏ស្រាប់តែឃើញដូចមានកន្ទុយមួយនៅកន្លែងចង្កេះរបស់នាង Kuga នៅពេលដែលឃើញអញ្ចឹងគាត់ក៏បានគិតថាប្រហែលជានាងគឺបានមុតជក់ដែកហើយអាជក់ដែកហ្នឹងគឺជាជក់ដែលសម្រាប់សរសេររូប manga អីហ្នឹងអញ្ចឹងហើយគាត់ក៏បានស្ទូដើម្បីដកក៏ប៉ុន្តែគាត់ក៏បានមុតដៃគាត់តែមុតហើយភ្លាមនោះគាត់ក៏ស្រាប់តែនៅស្ថិតកន្លែងលំហវិញអញ្ចឹងហើយធ្វើឲ្យគាត់គឺគាំងយកហ្មងមិនដឹងថាគាត់នៅទីណានោះទេឥឡូវនេះប៉ុន្តែភ្លាមនោះក៏ស្រាប់តែ Chiori ក៏បានកបូចកឲ្យទៅកាន់ទូប្រុសរបស់យើងភ្លាមខឹងទៅកាន់ទូប្រុសរបស់យើងនឹងស្ដីឲ្យទៅកាន់ទូប្រុសរបស់យើងផងដែរថាតើលោកឯងគឺជាមនុស្សដែលឆ្លៀតឱកាសមែនតើលោកដឹងទេតំបន់ដែលនេះគឺបានរស់នៅនោះនៅពេលដែលអ្នកណាគឺបានប៉ះរាងកាយរបស់ពួកគេនោះមនុស្សម្នាក់នោះត្រូវតែរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នា Kuga ក៏បាននិយាយបដិសេធផងដែរថាកុំយកច្រឡំបែបនោះអីហើយក៏បានយកកដាមកគូរូបដើម្បីឲ្យនាងគឺបានដឹងហើយក៏ធ្វើបែបនេះគឺចង់ជួយសង្គ្រោះទៅកាន់នាងតែប៉ុណ្ណោះមិនមានគោលបំណងចង់ធ្វើអ្វីផ្សេងនោះទេហើយក៏បានសួរទៅកាន់នាងថានាងគឺជាអ្នកណាគេហេតុអ្វីបានជាមានកន្ទុយអញ្ចឹងហើយ Chiori ក៏បានប្រាប់តែម្ដងថានាងគឺជាព្រះនាងនៃតារាមូលហេតុដែលនាងគឺមករស់នៅកន្លែងតំបន់មួយនេះដោយសារតែនាងគឺចំណងចំណូលចិត្តខាងគូរូបជាពិសេសនៅតំបន់នោះនាងមិនអាចមានមិត្តភ័ក្តិបាននោះទេដូច្នេះហើយទើបជានាងមកទីនេះដើម្បីរកមិត្តភ័ក្តិឯទូប្រុសរបស់យើងនៅវិញគឺគាំងយកហ្មងមិនដឹងថានិយាយបែបម៉េចនោះទេដោយសារតែនេះវារឿងគួរឲ្យភ្ញាក់ផ្អើលមានអី Chiori ក៏បានសុំទៅកាន់ Kuga ធ្វើជាមិត្តភ័ក្តិនឹងគ្នា